សុស្ដីថ្ងៃនេះរៀបចំធ្វើគំជីគ្រឿងផ្សំមានស្ពៃបកគោការ៉ុតខ្ទឹមបារាំងដើមខ្ទឹមម្ទេសស្រស់ខ្ទឹមសមានម្សៅអង្ករហើយមានជាមួយនឹងទឹកត្រីស្ករហើយនឹងម្សៅម្ទេសយកការ៉ុតចិតសម្បកចេញទុកមួយឡែកបន្ទាប់មកយកស្ពៃបកគោមកពុះជាដុំបែបហ្នឹងហើយកាត់ជាកង់ស្ពៃបកគោខ្ទង់ប្រហែលជា1គីឡូកន្លះពីដុំហ្នឹងបន្ទាប់មកយើងយកស្ពៃបកគោលាងទឹកសិនមកហើយបន្ទាប់មកចាំយកអំបិលមកដាក់ប្រហែលជា3-4 ស្លាបព្រាបាយបន្ទាប់មកយើងចាក់ទឹកបន្ថែមបន្តិចដើម្បីឲ្យវាអំបិលឆាប់រលាយច្បល់ស្ពៃបកគោនឹងជាមួយអំបិលឲ្យទន់ស្ពៃបកគោទុកមួយសន្ទុះទៅបន្ទាប់មកចាំយើងយកស្ពៃបកគោដែលយើងច្បល់ទន់សាច់ល្អហ្នឹងយកទៅលាងសម្អាតសម្រាប់ទឹកឲ្យស្អាតចាយើងលាងសម្អាតចំនួន2ទឹកបន្ទាប់មកយើងទុកដេឡៃឲ្យវាស្រស់ទឹកទៅយកខ្ទឹមបារាំងហាន់ជាចំណិតតូចៗដាក់ទៅក្នុងម៉ាស៊ីនក្លុកយកម្ទេសខ្ទឹមសដាក់ចូលទៅក្នុងម៉ាស៊ីនក្លុកដូចគ្នាទុកសម្រាប់ក្លុកចាបន្ទាប់មកទៀតហាន់ដើមខ្ទឹមជាកង់បែបហ្នឹងចាបន្ទាប់មកយើងយកការ៉ុតមកហាន់ជាកង់ដែរបន្ទាប់មកចាត់ជាចំណិតតូចៗទៀតបរិមាណដើមខ្ទឹមនិងការ៉ុតដាក់តាមអាស្រ័យទៅយើងចំណង់ចំណូលចិត្តរបស់យើងរៀងខ្លួនយើងចូលចិត្តច្រើនដាក់រៀងច្រើនតែបើយើងមិនសូវចូលចិត្តយើងបន្ថយបរិមាណវាយកអង្ករដែលត្រាំទឹកហើយចាក់ចូលទៅក្នុងម៉ាស៊ីនក្លុកទៅមកយើងក្លុកប្រហែលជា1នាទីយើងបានលបាយម៉ាត់បែបហ្នឹងយកលបាយម៉ាត់ហ្នឹងចាក់ទៅក្នុងឆ្នាំងដើម្បីចម្អិនវាឲ្យឆ្អិនម្សៅអង្ករហើយនឹងគ្រឿងរបស់យើងបន្តិចសិនយើងថែមស្ករសចូលដោយសារតែយើងអត់បានដាក់ផមនិងសេរីចូលដាក់ទឹកត្រីតមកទៀតយើងដាក់ម្សៅម្ទេសខ្ញុំដាក់រៀងតិចទេនៅក្នុងនេះដោយសារតែម្សៅម្ទេសនេះហឹលមិនមែនជាម្សៅទេសកូរ៉េម្សៅទេសកូរ៉េអត់សូវហឹលដូចម្សៅទេសខ្មែរយើងទេបន្ទាប់ពីដាក់ម្សៅម្ទេសហើយគឺចម្អិនវាឆ្អិនតិចទៅបិទភ្លើងទុកឲ្យត្រជាក់បន្ទាប់ពីត្រជាក់ហើយយើងយកគ្រឿងរបស់យើងដាក់ចូលដូចជាបន្លែការ៉ុតខ្ទឹមច្បល់ជាមួយគ្រឿងឲ្យចូលគ្នាសព្វបន្ទាប់មកទៀតយើងដាក់ស្ពៃបកគោដែលយើងសម្រស់ទឹកស្រស់អស់ហើយហ្នឹងដាក់ចូលទៅក្នុងឆ្នាំងរបស់យើងច្បល់ចូលគ្នាឲ្យសព្វលបាយនឹងឲ្យមានគ្រឿងមានបន្លែមានអីចូលគ្នាសព្វល្អបន្ទាប់មកយើងរៀបចំឲ្យស្អាតបន្តិចទៅបន្ទាប់ពីអញ្ចឹងហើយយើងក៏យកกระดาษជូតមាត់ជូតសម្អាតខាងក្រៅពីឆ្នាំងឲ្យស្អាតដើម្បីប្រឡាក់ឆ្នាំងចាំយកគម្របបិទបន្ទាប់ពីយើងទុករយៈពេល24ម៉ោងគំជីយើងចាប់ដើមមានយើងបើកមើលមកគំជីយើងចាប់ដើមមានទឹកចេញមកហើយក៏រសជាតិជូរដែរយើងភ្លក់មើលទៅជូរល្មមយើងដួសវាដាក់ទៅក្នុងប្រអប់ដើម្បីត្រៀមទុកដាក់ទៅក្នុងទូទឹកកកគំជីប៉ុណ្ណឹងលៃបាន3-4ប្រអប់អញ្ចឹងយើងដាក់ម្សៅពេញបាន4ប្រអប់ស្រួលយកញ៉ាំយើងដាក់ក្លាសិកទូទឹកកកញ៉ាំបានច្រើនថ្ងៃយើងអាចញ៉ាំជាមួយសាច់អាំងឬក៏ជាមួយមីហឹលឬក៏យើងញ៉ាំជាមួយត្រីអាំងត្រីម្ដែងអាំងត្រីទុកអាំងអីក៏បានដែរដូចជាជ្រក់របស់យើងដែរហ្នឹងគាត់ថានេះជ្រក់បែបកូរ៉េអញ្ចឹងចាបន្ទាប់ពីយើងដាក់ចូលប្រអប់អស់ហើយយើងបិទគម្របឲ្យស្អាតបន្ទាប់មកយើងនឹងយកទៅដាក់នៅក្នុងទូទឹកកក